តោះមកដឹងអំពីប្រវត្តិតស៊ូរបស់ Naoya Inoue មុនក្លាយជាកំពូលកីឡាករប្រដាល់ដ៏ល្បីល្បាញរបស់ជប៉ុន Naoya Inoue គឺជាកីឡាករប្រដាល់អាជីពជនជាតិជប៉ុនដែលត្រូវបានគេចាត់ទុកថាជាកីឡាករប្រដាល់ដ៏ឆ្នើមបំផុតម្នាក់នៅលើពិភពលោកនាពេលបច្ចុប្បន្នលោកមានរហស្សនាមថា The Monster ដោយសារតែមានកម្លាំងកណ្ដាប់ដៃដ៏ខ្លាំងក្លាល្បឿនលឿននិងបច្ចេកទេសវាយដ៏អស្ចារ្យកើតនៅថ្ងៃទី10ខែមេសាឆ្នាំ1993ក្នុងទីក្រុង Zama ខេត្ត Kanagawa ប្រទេសជប៉ុនខាងក្រោមនេះជាប្រវត្តិតស៊ូរបស់គាត់មុនក្លាយជាកីឡាករប្រដាល់ដ៏ឆ្នើមបំផុតម្នាក់នៅលើពិភពលោកទី1គាត់ចាប់ផ្ដើមហ្វឹកហាត់ប្រដាល់តាំងពីក្មេងក្រោមការបង្ហាត់បង្រៀនរបស់ឪពុកដោយហ្វឹកហាត់យ៉ាងតឹងរ៉ឹងជារៀងរាល់ថ្ងៃទី2គាត់បានឆ្លងកាត់ការហ្វឹកហាត់ដ៏លំបាកនិងការប្រកួតជាច្រើនក្នុងកម្រិតយុវជនមុនឈានដល់កម្រិតអាជីពទី3ដោយសារវិន័យការខិតខំប្រឹងប្រែងនិងការអភិវឌ្ឍជំនាញជាបន្តបន្ទាប់គាត់បានក្លាយជាជើងឯកជាតិនិងលេចធ្លោក្នុងពិភពប្រដាល់ទី4នៅពេលក្លាយជាកីឡាករអាជីពគាត់បានបង្ហាញកម្លាំងវាយដ៏ខ្លាំងនិងបច្ចេកទេសល្អរហូតទទួលបានរហស្សនាមថា The Monsterទី5សពថ្ងៃ Naoya Inoue ត្រូវបានទទួលស្គាល់ថាជាកំពូលអ្នកប្រដាល់ម្នាក់របស់ជប៉ុននិងជាកីឡាករល្អបំផុតម្នាក់ក្នុងពិភពលោកដោយសារការតស៊ូនិងការមិនបោះបង់ក្តីសុបិនពិតណាស់ការតស៊ូការខិតខំប្រឹងប្រែងនិងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់គឺជាគន្លឹះដ៏សំខាន់ដែលនាំអ្នកទៅកាន់ភាពជោគជ័យប្រសិនបើពេញចិត្តវីដេអូនេះសូមជួយ Follow និង Share មួយផងណាសូមអរគុណ